សម្រាប់បងប្អូនដែលចូលចិត្តញ៉ាំផាក់ឡូវថ្ងៃនេះនាងខ្ញុំសូមបង្ហាញពីវិធីធ្វើផាក់ឡូវនិងទឹកសៀងសម្រាប់ជ្រលក់ជាមួយនឹងផាក់ឡូវនិងបន្លែរបស់យើងចឹងណាបងប្អូនទាំងអស់គ្នាហើយមុននឹងនាងខ្ញុំយកសាច់ជ្រូកនឹងយកទៅធ្វើផាក់ឡូវនាងខ្ញុំយកវាទៅស្រុះជាមុនសិនហើយការស្រុះរបស់នាងខ្ញុំគឺនាងខ្ញុំបន្ថែមនឹងខ្ញីនិងខ្ទឹមបន្តិចចឹងណាបងប្អូនដើម្បីឲ្យវាកាត់ក្លិនសាច់ជ្រូកនឹងចឹងណាអូហើយមួយទៀតបន្ថែមអំបិលបន្តិចចឹងណាបងប្អូនហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើផាក់ឡូវណាបងប្អូនជាដំបូងគឺនាងខ្ញុំចាក់ស្ករត្នោតចូលលីងវារហូតតវាឡើងពងក្រងឃើញក្រហមល្អហើយបន្ទាប់មកបញ្យើងចាប់ផ្ដើមចាក់គ្រឿងពុយកាក់ការចាន់ឈើអែមអីចឹងណាបងប្អូនអាគ្រឿងគ្រីរបស់យើងហើយនឹងថែមស្លឹកក្រូចតិចចឹងណាបងប្អូនបើមិនសិនជាបងប្អូនមានរំដេងបងប្អូនអាចថែមរំដេងចូលបានអញ្ចឹងណាហើយបន្ទាប់មកទៀតយើងលីងវាជួយហើយបន្ទាប់មកបានយើងដាក់ម្សៅស៊ុបខ្នុរបន្តិចចឹងណាបងប្អូនដើម្បីបន្ថែមរសជាតិវាអញ្ចឹងណាហើយបន្ទាប់មកបានយើងចាក់សាច់យើងចូលទៅក្នុងឆ្នាំងហ្នឹងអញ្ចឹងណាហើយយើងលីងវាកូរវាទៅវាមកត្រឡប់វាទៅត្រឡប់វាមកអញ្ចឹងឲ្យសព្វល្អណាបងប្អូនហើយយើងក្រោកវាទុកចោលរហូតយើងរងាស់វារហូតតតែអស់ទឹកប្រៃណាបងប្អូនទឹកដែលវាចេញពីសោះចិត្តយើងអាសាបើកវាមើលចឹងណាបងប្អូនយើងបើកមើលត្រឡប់ទៅត្រឡប់មកឲ្យវាសព្វល្អចឹងណាបងប្អូនហើយណាមួយយើងខ្លាចវារីងទឹកចឹងណាហើយបន្តមកទៀតបន្ទាប់ពីយើងត្រឡប់វាហើយយើងចាប់ផ្ដើមក្រោកវាមកស្ទុះទៀតសិនណាបងប្អូនហើយបន្ទាប់ពីយើងបានក្រោកវាម្ដងទៀតហ្នឹងហើយយើងចាប់ផ្ដើមមកបន្ថែមទឹកវាចូលចឹងណាបងប្អូនហើយការចាក់ទឹកពេលបាទយើងកុំចាក់វាលិចកុំចាក់វាច្រើនពេកចឹងណាបងប្អូនហើយយើងចាប់ផ្ដើមរំងាស់វាប៉ុន្តែការរំងាស់ហ្នឹងគឺយើងប្រើភ្លើងតិចបានទេបងប្អូនកុំប្រើភ្លើងខ្លាំងពេកចឹងណាបងប្អូនយើងប្រើវាតិចតិចរំងាស់វាតិចតិចចឹងទៅធ្វើឲ្យវាចូលក្នុងសាច់ជើងហ្នឹងមានពណ៌សល្អចឹងណាបងប្អូនហើយការដែលយើងរំងាស់យើងអត់ប្រើភ្លើងខ្លាំងណាយើងដាក់ភ្លើងតិចតិចហ្នឹងដោយសារតែមូលហេតុយើងអត់ចង់ឲ្យសាច់របស់យើងហ្នឹងវាផុយខ្លាំងពេកព្រោះកាលណាដែលយើងរំងាស់វាយូរវាធ្វើសាច់យើងហ្នឹងផុយរលួយចឹងណាបងប្អូនយើងបើកភ្លើងតិចតិចចឹងហើយបងប្អូនធ្វើសាច់យើងវាมันផុយពេកมันស្វិតពេកអញ្ចឹងធ្វើឲ្យសាច់របស់យើងនឹងឆ្ងាញ់ល្អអញ្ចឹងណាបងប្អូនហើយដល់ពេលយើងញ៉ាំមកវាច្រប់ច្រប់ឆ្ងាញ់ហើយបន្ទាប់ពីយើងបានប្រែវាទៅប្រែវាមកសពគ្រប់អស់ហើយយើងចាប់ផ្ដើមក្រោកវារមាស់វាចោលអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីយើងបានរមាស់វាមើលទៅឃើញយើងខាស់ទឹកល្អហើយយើងមើលថាសាច់យើងចូលសពល្អហើយយើងចាប់ផ្ដើមបិទវាបងប្អូនកុំឲ្យវាអស់ទឹកពេកកាលណាដែលអស់ទឹកពេកក៏ឆ្ងាញ់ដែរបងប្អូនវាធ្វើឲ្យសាច់របស់យើងហ្នឹងវារៀងស្អិតស្អិតចឹងណាយើងទុកទឹកវាតែប៉ុណ្ណឹងទៅបានហើយបងប្អូនឆ្អិននៅសាច់របស់យើងប៉ុណ្ណេះរួចរាល់ស្រេចបន្ទាប់មកទៀតយើងចាប់ផ្ដើមមកមើលពីវិធីធ្វើទឹកសៀងស្រាប់ជ្រលក់ផាក់ឡូវយើងចឹងណាបងប្អូននាងខ្ញុំមានសៀងច្រាំហើយជា2ខាំនាងខ្ញុំលាងវាស្អាតហើយបានយកវាទៅចិញ្ច្រាំបន្ទាប់មកទៀតនាងខ្ញុំចាប់ផ្ដើមមកដាក់ខ្ទឹមលីងវាឈ្ងុយសព្វល្អនាងខ្ញុំចាក់សៀងចិញ្ច្រាំយើងចូលចឹងណាបងប្អូនលីងទៅលីងមករហូតទៅមើលថាសៀងយើងរៀងឆ្អិនសព្វល្អយើងចាប់ផ្ដើមចាក់ទឹកផាក់ឡូវណាបងប្អូនទឹកផាក់ឡូវដែលយើងធ្វើផាក់ឡូវមិញយើងយកវាមកចាក់ចូលនៅក្នុងនឹងចឹងទៅយើងឆាវាទៅឆាវាមកមើលឲ្យវាមិនបានពុះសព្វល្អឆ្អិនសព្វល្អហើយយើងបិទភ្លើងតែប៉ុណ្ណឹងវាជាការស្រេចបងប្អូនយើងអាចបាច់ថែមថយគ្រឿងអីទៀតទេបងប្អូនវាសារតែវាមានជាតិនៅក្នុងនឹងស្អាតអញ្ចឹងណាតែប៉ុណ្ណឹងទឹកជ្រលក់របស់យើងរួចរាល់ជាការស្រេចហើយនៅពេលដែលយើងញ៉ាំយើងគ្រាន់តែស្រង់ពុយកាក់ឈើអែមនិងស្លឹកក្រូចសើចចេញទៅតែប៉ុណ្ណឹងរួចជាការស្រេចបងប្អូនថែមម្ទេសថែមអីទួចមកឆ្ងាញ់បាត់អរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំ